ដូច្នេះសម្រាប់កម្មវិធីរបស់យើងនៅថ្ងៃនេះសូមបង្ហាញវត្តមានតារាកិត្តិយសទីអរគុណចឹងសម្រាប់ការចូលរួមនៅថ្ងៃនេះវត្តមានតារាកិត្តិយសទី1គឺកញ្ញាដានីចាជំរាបសួរសុខសប្បាយទេសុខសប្បាយធម្មតាបងចូលបងទី2វិញសុខសប្បាយចាមើលទៅគឺជាលើកទី1ចូលរួមកម្មវិធីបងលើកទី2ប៉ុន្តែក៏កម្មវិធីយូរណាចាយូរចាចឹងខុសប្លែកមិនដែរមកឆាកស្ទូឌីយោនៅស្ទឹងមន្ជ័យនេះចូលមកមានអារម្មណ៍ថាសប្បាយរីករាយព្រោះថាឃើញកម្មវិធីនៅមើលទៅផ្លាស់ប្ដូរថ្មីបានជួបទស្សនិកជនបងប្អូនទាំងអស់គ្នាផងដែរចាអរគុណសង្ឃឹមយកជ័យជំនះប្រមាណ%ដែរការរំពឹងទុកសង្ឃឹម 50% បង 50% ចាជំពរបន្ថែមទៀតអរគុណបងចាអរគុណចាកាន់ទីកន្លែងដើម្បីសម្រាប់ present បើជាបន្តសូមសម្លេងស្វាគមន៍ជូនដល់តារាកិត្តិយសទី2អ្នកទុកនៅក្នុងចិត្តតែមានអារម្មណ៍ថាពិបាកក្នុងខ្លួនណាស់ខ្ញុំចង់ឲ្យគេបានដឹងណាស់តែខ្ញុំខ្លាចខ្មាស់គេបន្ទុកទេវតាឲ្យពួកយើងស្គាល់គ្នាមានការរំខានដូចក្នុងកុសស្នេហាមួយនេះខ្ញុំអ្នកចាប់ដើមមុនគ្រាន់តែប្រុងប្រៀបចិត្តដាច់ខ្យល់សរសេរពីឈឺទុកលើបេះដូងដល់ពេលនេះមានបាត់លែងនៅសល់រំដោក្រុមដប់ឈប់នឹកគិតអំបុលត្រូវតែទៅបុនជល់ប្រាប់ដល់គេខ្លួនឯងមានលឺអត់ខ្ញុំស្រឡាញ់ខ្លួនឯងសែនពីបើចិត្តមែនតែមិនអាចលើកតុងតទៀតទេបើមិនពេញចិត្តពីនេះសុំទោសគុំតនអើជេសុំត្រឹមតែមួយនាទីឲ្យខ្ញុំចេញខ្លួនឯងដឹងឬអត់ខ្ញុំលួចមើលខ្លួនឯងមិនដែលគិតពីអ្វីផ្សេងឬទីឲ្យមានចិត្តមកវិញថ្ងៃនេះចង់សារភាពចោលសារភាពហើយចាំរត់ចេញខ្ញុំលួចស្រឡាញ់ខ្លួនឯងលឺអត់បាទស្មងឆ្លៀតតបមួយគេទៀតអត់លឺអត់ទៅបាទនឹងមានអញ្ចឹងមែនអត់ប្រូនឹងទំថែមមិញបាទសុខសប្បាយបងបាទសុខសប្បាយចាហើយពីនិយាយទៅថ្ងៃនេះមកប្រកួតគ្នាហ្មងផលិតកម្មតែមួយបាទផលិតកម្មតែមួយទុកម្ដុំសិនមកជាមួយគ្នាទៀតបាទគាត់ថាឥឡូវចូលក្រុមគូបដិបត្តិថ្មីបាទគូបដិបត្តិអញ្ចឹងថាទៅទុកម្ដុំសិនសិស្សអូនទុកផ្សេងគូបដិបត្តិថ្មីចាអរគុណច្រើនអញ្ចឹងសង្ឃឹមហើយជាប៉ុន្មាន%ដែរនិយាយពី%សង្ឃឹមហើយជាអត់ហ៊ានសង្ឃឹមខ្លាចចាញ់ដូចលើកមុនណា2ដងហើយចាញ់បាទឥឡូវលើកទី3សង្ឃឹមថាអត់តន់ដឹងថាមាន%ប្រមាណក្នុងការឈ្នះបាទអញ្ចឹងទុកឲ្យប្រិមត្តជួយបាទក៏ដូចជាទស្សនិកជនជួយបាទសូមគោរពអនុញ្ញាតគោរពជម្រាបសួរទស្សនិកជនដែលកំពុងតែទស្សនានៅទីនេះក៏ដូចជាតាមគេហដ្ឋានផងដែរសូមផ្ញើក្តីនឹករលឹកជូនចំពោះបងប្អូនទាំងអស់គ្នាផងដែរបាទចាអរគុណច្រើនចាស្ដាប់ផងនេះគេថែមអាជីពណាបងជំនួសខ្ញុំបានមួយពេលអរគុណច្រើនចាយើងឲ្យទៅកាន់ទីកន្លែងអូខេបាទអរគុណសំឡេងរបស់គាត់ណាលោករ៉ិតបាទមិនទៅសំជាអ្នកនិយាយហ្នឹងហើយអសុទ្ធបុរាណនេះអូចឹងនិយាយគាត់លេងប៉ាហ៊ីត្រូវសំឡេងគាត់គឺអសុទ្ធបុរាណបាទពុយអីអសុទ្ធបុរាណហ្នឹងវាអត់មានខុសពីប៉ាហ៊ីទេនេះបើខ្ញុំធ្លាប់ទ
ទិញឆ្នាំប៉ាហ៊ីកាសិតរបស់គេខ្ញុំអត់ធ្លាប់ទិញទេតែខ្ញុំធ្លាប់មើលគេមានមន់គេមានស្វាហ្នឹងហើយកាលនោះខ្ញុំកាជើងមន់បាក់អីទៅកាលនៅក្មេងកាលនោះបាក់ថ្មិញគឺហ្មងគេផ្សាយរឿងឆ្នាំហ្នឹងពេលណាដល់ផ្ទះដកឲ្យដាក់ហ្នឹងទៅស្ពឹកដូចឆ្នាំស្ពឹកចឹងបាត់របស់គេតែចាំផ្សាយគេផ្សាយផ្សាយឆ្នាំឈឺថ្មីមកឥឡូវពុយផ្សាយមិនខ្ញុំខានឃើញយូរយេឥឡូវជំរឿស្ទាយបងប្អូនទាំងឡាយជាទីគោរពឆ្នាំខ្ញុំនេះមើលកញ្ចប់500រៀលយកទៅដាក់ឲ្យថ្មិញពុកថ្មិញរើថ្មិញអាឡែស៊ីដាក់មកគឺដាច់មកឯងមិនបាច់ឈឺទៀតទេមកកញ្ចប់នេះបងយកទៅប្រើបើមិនឃើញផលឲ្យប្រមូលឲ្យបាល់ខ្ញុំដាក់ក្នុងឡាននេះខ្ញុំបើកទៅផ្ទះវិញណាបងណាបាទអរគុណច្រើនចាឥឡូវនេះសម្រាប់អស់លោកស្រីញ៉ាបានជាផៃជាមួយតារាកិត្តិយសទី1និងទី2ជាបន្តសូមសម្លេងទៅដៃជូនតារាកិត្តិយសទី3មិនប្រស្រីចង់ញ៉ាំអីញ៉ាំទៅកុំបងអង្គនៅថាពេលយើងរចាអរគុណលេខស្វាគមន៍ចាជំរាបសួរចាទីការនេះក៏ដូចជាបងប្អូនទស្សនិកជននៅទីនេះក៏ដូចជាតាមគេឋានផងដែរចាមិនដែរការងាររវល់ច្រើនទេចាមួយចាចូលបានឃើញទស្សនាការសម្ដែងល្អមែនតើប្រកែកសម្ដែងបាទហើយស្នេហ៍9ហ្នឹងឡើងដល់10នៅចិត្តដែរមិនដែរអាចឡើងដល់10អត់ទេមើលត្រឹម9ហ្នឹងទេ9រហូតចាបើធំលេខ9គេហៅលេខល្អណាចាលេខហុងស៊ុយចាអរគុណអញ្ចឹងចូលរួមនៅក្នុងកម្មវិធីឆេឆាថ្ងៃនេះសង្ឃឹមប្រហែល%និយាយពីសង្ឃឹមច្រើនណាចា50%ច្រើន 50% ក៏គ្រាន់បានទេប៉ុន្តែសំខាន់ក៏លេខទៅមើលស្ដាំដៃចាសិនអ្នកចម្រៀងដែរបាទអរគុណច្រើនចឹងសម្រាប់ការចូលរួមថ្ងៃនេះខ្ញុំ12នាក់ក៏សូមជូនពរបន្ថែមដល់សិរដ្ឋទទួលបានជោគជ័យចាអរគុណទៅកាន់ទីកន្លែងបានអរគុណបាទសម្រាប់ពេលវេលានេះផងដែរយើងខ្ញុំដល់គ្នាសូមសម្រាប់មួយភ្លេចចឹង